bạn bắt đầu bây giờ bạn download app rồiហើយគឺយើងត្រូវចុចលើភាសាអញ្ចឹងពេលដែលយើងបើក app មកយើងមានពីរភាសាខ្មែរនិងភាសាអង់គ្លេសយើងអាចជ្រើសរើសភាសាតាមចិត្តយើងបានខ្ញុំរើសយកភាសាខ្មែរបើសិនបើយើងមិនទាន់បានធ្វើការចុះឈ្មោះទេគឺយើងត្រូវចុចទៅលើប៊ូតុងចុះឈ្មោះហើយយើងធ្វើការបំពេញព័ត៌មានយើងអាចបំពេញជារូបភាពយើងឧទាហរណ៍ខ្ញុំដាក់រូបភាពមួយណាអូខេខ្ញុំដាក់រូបមួយបន្តមកខ្ញុំបំពេញលេខអត្តសញ្ញាណប័ណ្ណ1 2 3 4 5 6 7 8ចឹងទេខ្ញុំបំពេញឈ្មោះខ្ញុំឈ្មោះពៅសារ៉ាត់ជាភាសាខ្មែរខ្ញុំធ្វើការបំពេញជាអក្សរឡាតាំងពៅអូខេសារ៉ាត់ភេទប្រុសចុចនៅកន្លែងនេះយើងជ្រើសរើសយកថ្ងៃខែឆ្នាំកំណើតប៉ុន្តែយើងមកណាខ្ញុំកើតនៅឆ្នាំ2000អូខេ88អូខេខ្ញុំរើសចូលទៅតាមមកទេជនជាតិខ្មែរណាយើងអាចវាយជាភាសាខ្មែរមកទីកន្លែងកំណើតខ្ញុំដាក់ត្រួសខ្ញុំដាក់ទីទេភូមិធំចឹងទៅស្ថានភាពបច្ចុប្បន្នក៏ស្ថិតនៅក្នុងភូមិធំលេខទូរស័ព្ទដែលខ្ញុំប្រើ012 23 74 22លេខសម្ងាត់ខ្ញុំដាក់ទៅ1 2 3 4ចឹងទៅអូខេលេខគណនីឈ្មោះគណនីធនាគារបាទឈ្មោះគណនីធនាគារគឺខ្ញុំដាក់ខ្ញុំជាសារ៉ាត់ពៅបាទហើយលេខគណនីខ្ញុំដាក់មិនជាឧទាហរណ៍ទេខ្ញុំដាក់លេខគណនីខ្ញុំរើសជាប្រភេទជា ABA បើមាន QR code យើងអាចអាប់ឡូត QR code បានខ្ញុំអាចរើសយក QR code បាទខ្ញុំផុស QR code ចូលទៅក្នុងតាមតហើយខ្ញុំចុចចុះឈ្មោះចឹងយើងរងចាំបន្តិចវាកំពុងតែដំណើរការធ្វើការចុះឈ្មោះហើយកន្លែងនេះវាយឺតមកដោយសារតែទី1បញ្ហាអ៊ីនធឺណិតទី2វាស្ថិតក្នុង server hosting ប៉ុន្តែយើង free ណាយើងអត់បានធ្វើការទិញទេអញ្ចឹងបន្ទាប់ពីយើងចុះឈ្មោះហើយគឺយើង login ចូលអូតូនៅកន្លែងនេះយើងអាចមើលព័ត៌មានរបស់យើងបានយើងឈ្មោះពៅសារ៉ាត់ហើយជាឈ្មោះបាទលេខទូរស័ព្ទរបស់យើងអាចមើលព័ត៌មានរបស់យើងហើយធ្វើការកែបានចាក់ចេញវិញកន្លែងនេះលេខកូដសម្ងាត់យើងអាចធ្វើការផ្លាស់ប្ដូរលេខកូដសម្ងាត់របស់យើងបានខ្ញុំអាចចាក់ចេញខ្ញុំចុចចាក់ចេញវិញហើយបើសិនមកខ្ញុំចង់ចូលភាសាទៀតខ្ញុំចុចនៅលើភាសាខ្មែរហើយចុចនៅលើប៊ូតុងចូលប្រើប្រាស់ខ្ញុំរើសឈ្មោះថាខ្ញុំជាប្រភេទជាឈ្មោះខ្ញុំរើសឈ្មោះមកហើយខ្ញុំវាយលេខ2 3 4 password វិញហ្នឹងដែលខ្ញុំបង្កើតបាទពេលដែលយើងធ្វើការបង្កើតហើយយើង login ចូលហើយគឺយើងត្រូវការធ្វើ assign ការងារឲ្យអ្នកបើកបរប៉ុន្តែយើងជាឈ្មោះដើម្បី assign ការងារឲ្យអ្នកបើកបរលុះត្រាតែយើងមានអ្នកបើកបរហើយក៏ដូចជាមានឡានមានអីចឹងដែរឥឡូវយើងមើលនៅលើទិន្នន័យនេះណាក្នុងនេះគឺយើងមានអ្នកបើកបរតនេណាមានអ្នកបើកបរតនេមាន3នាក់បាទមានសុកលេងមានចនាមានវរៈចឹងដែរឧទាហរណ៍បាទយើងអាចចុច assign នៅកន្លែងនេះបានផ្ដល់ការងារឲ្យពួកគាត់បាននៅកន្លែងនេះឬក៏យើងអាចចាក់ចេញមកវិញយើងអាចចុច assign នៅការងារនៅកន្លែងនេះបាទចឹងឧទាហរណ៍ថាខ្ញុំអាសាអ្នកបើកបរម្នាក់ឈ្មោះសុកលេងគាត់ស្លាកលេខឡានហើយគាត់កាន់ឡានហ្នឹងគាត់កាន់លេខឡានហ្នឹងហ
ហើយបាត់ទិញតំណែងប្រភេទជាស្រូវហើយចំនួនតំណែងដែលគាត់ត្រូវទៅដឹកហ្នឹងគឺ 1000 គីឡូឬក៏និយាយថា10 តោនអញ្ចឹងទៅបាទ100000 គីឡូហើយតម្លៃវា1គីឡូ 1000 រៀលក្នុង1គីឡូបាទអញ្ចឹងវាការឆ្លៀតឲ្យយើងប្រហែលប្រហែលទីតាំងតំណែងតែត្រូវទឹកយើងថាទៅដឹកនៅកំពង់ចាមភូមិឧទាហរណ៍ថានៅភូមិជ្រៃភូមិជ្រៃឃុំអីចឹងដែរបាទហើយខ្ញុំថាភូមិជ្រៃសិនទេបាត់ដំបងបាទខ្ញុំចុចបញ្ជូនការងារពេលដែលចុចបញ្ជូនការងារគឺវាលោតផ្ទាំងនេះមកមួយផ្ទាំងនេះគឺយើងមានស្លាកលេខឡានមានលេខសម្ងាត់ហើយនឹងមានលេខទូរស័ព្ទអ្នកបើកបរយើងអាចថត screen វាទុកបាទ save មកអូខេចាក់ចេញឬក៏យើងអាចចែកសម្លេខទៅតាម Telegram ដែលខ្ញុំផ្ញើឲ្យលេខនេះចឹងទៅខ្ញុំចុច send បាទសូមបញ្ជាក់បន្តិចកន្លែងនេះគឺយើងអត់បានធ្វើឲ្យទេបាទដោយសារតែអត់បាននិយាយអត់បានធ្វើទេយើងបានតែផ្ញើបានតែលេខកូដតែផ្ទាំង screen ទៅមួយផ្ញើឲ្យគេហ្នឹងគឺអត់ទាន់បានទេចឹងនេះយើងផ្ញើឲ្យអ្នកបើកបរដើម្បីអ្នកបើកបរធ្វើការយើងត្រឡប់មក app របស់យើងវិញបាទអញ្ចឹងខ្ញុំបានថត screen ទុកហើយ app ហ្នឹងខ្ញុំចាក់ចេញខ្ញុំត្រឡប់មកវិញបើសិនបើយើងត្រូវការថែមព័ត៌មានតាក់ទងមួយឡានយើងអាចចុចនៅកន្លែងនេះយើងថែមបានថែមសាកលេខឡានហើយរើសម្ចាស់ឡានបើសិនបើយើងចង់ថែមម្ចាស់ឡានយើងចុចនៅប៊ូតុង add នេះយើងថែមម្ចាស់ឡានតទៅទៀតដែរបាទអូខេយើងត្រឡប់មកវិញបើសិនបើយើងចូលទៅកន្លែងអ្នកបើកបរក្នុងនេះគឺយើងនឹងឃើញអ្នកបើកបរម្នាក់កំពុងតែធ្វើការដឹកជញ្ជូនបាទអូខេពេលដែលយើងចូលទៅកន្លែងដឹកជញ្ជូនកន្លែងនេះគឺយើងនឹងអាចមើលព័ត៌មានរបស់អ្នកដែលខ្លះដែលយើងបានអាសាញហើយកំពុងតែដឹកជញ្ជូននៅលើផ្លូវយើងអាចចាប់ទីតាំងពួកគាត់បានអូខេបន្តទៀតខ្ញុំចាក់ចេញមកវិញខ្ញុំចេញវិញខ្ញុំចាក់ចេញបន្តមកខ្ញុំលុបជាឈ្មោះវិញនេះខ្ញុំថត screen វិញគឺសាកលេខ2ការ៉េ2ហើយ password គឺ8680ដោយសារតែខ្ញុំតេស្តនៅក្នុងទូរស័ព្ទតែមួយគឺអាចយើងមិនអាចទេគឺយើងអាចមើល location បានទេប៉ុន្តែនៅពេលដែល team ឬក៏គ្នាយើងតេស្តគឺអាចតេស្តទូរស័ព្ទ2បាទឬក៏ឲ្យអ្នកណាម្នាក់គាត់ប្រើទូរស័ព្ទមួយផ្សេងតេស្តតែគណៈថាពិតមកបាទឥឡូវខ្ញុំចូលប្រើប្រាស់ហើយខ្ញុំត្រូវរើសជាអ្នកបើកបរពេលដែលរើសអ្នកបើកបរគឺគេឲ្យយើងបើក location យើងវាយផ្លាកលេខឡានមកយើងវាយប្រហែល222ហើយ password មិញអូខេខ្ញុំសុំទោសខ្ញុំคลิกអត់ចាំកន្លែងហ្នឹងនិយាយ8680ចឹងpassword 8680ចឹងយើងចុចចូលប្រើប្រាស់បាទចឹងនេះគឺជាផ្ទាំងរបស់ឈ្មោះវាលោតនេះវាកំពុងលោតចាប់ទីតាំងថាទីតាំងរបស់យើងនៅណាវាចាប់ទីតាំងបាទនៅផ្ទះខ្ញុំតាំងនោះតែតាមខ្ញុំនៅកន្លែងនេះគឺទីតាំងនេះគឺចាប់ត្រឹមត្រូវហើយបាទទីតាំងផ្ទះខ្ញុំចឹងយើងបន្តមកឈ្មោះចាប់ផ្ដើមធ្វើការបានទទួលកម្មជាដឹកគាត់ចុចមកយើងបាន status ហ្នឹងគាត់ថាទទួលដឹកឯណាមកបានហើយគាត់ចេញបណ្ដាទៅដឹកហើយគាត់ទៅទីតាំងហើយបាទហើយគាត់ចាប់ផ្ដើមឡើងទំនិញនេះកន្លែងចាប់ផ្ដើមឡើងទំនិញនេះគាត់អាចថតជារៀលមកគឺយើងអាចអនុញ្ញាតឲ្យធ្វើការផុសបានទេអូខេចឹងនៅត្រង់ចំណុចនេះគឺយើងអាចធ្វើការថតជាក់ស្ដែង
ចឹងខ្ញុំធ្វើការចុចបាទចុចថតចឹងទៅឧទាហរណ៍ហើយអូខេហើយយើងអាចអាប់ឡូតជាវីដេអូណាឧទាហរណ៍ថាខ្ញុំអូខេហើយកាត់ត្រង់ចំណុចនេះគឺ driver គាត់អាចមើលថាតើវីដេអូមួយណាគាត់យកវីដេអូណាមិនយកអញ្ចឹងណាបន្តមកយើងចុច send បាទបញ្ជូនបញ្ជាក់ផងដែរនៅពេលដែលយើងចុចបញ្ជូននេះគឺវានឹង load notification ចូលទៅកាន់នេះឯងវា load notification មួយមកហើយបាទដោយសារយើងជាឈ្មោះផងយើងជា driver ផងអញ្ចឹងវា load មកឲ្យយើងវិញអញ្ចឹងគេថាអ្នកបើកបរសុកលេងស្លាកលេខនេះណាអ្នកបើកអូខេអញ្ចឹងខ្ញុំកំពុង log ជា driver គឺវាអត់ចូលទៅដល់ឈ្មោះទេអញ្ចឹងអ្នកបើកបរមិញហ្នឹងគឺ load notification មិញគឺបានឃើញហើយឥឡូវឧទាហរណ៍ថាខ្ញុំប៉ុណ្្នឹងទេហើយយើងចាប់ដើមនេះឡើងទៅនឹងរួចរាល់គឺយើងត្រូវថតដូចតែបន្តដំណាក់កាលបន្តទៀតចឹងទៅវានឹង send notification បន្តទៅត្រង់ចំណុចនេះគឺកន្លែង approve យើងបាន approve ត្រឹមឈ្មោះទេ admin យើងធ្វើអត់តាន់ហើយទេបាទឥឡូវខ្ញុំចាក់ចេញទៅវិញខ្ញុំចាក់ចេញជា driver ខ្ញុំចាក់ចេញជា driver ខ្ញុំ log ជាឈ្មោះ1 2 3 4នេះត្រង់ចំណុចនេះបើសិនមកខ្ញុំប្រើទូរស័ព្ទពីរគឺខ្ញុំអាចដឹងទីតាំងរបស់ឈ្មោះហើយខ្ញុំអាចចុចនៅលើទិសដៅពណ៌ក្រហមហ្នឹងខ្ញុំអាចមើល information ផងគាត់បានណាបាទអញ្ចឹងនៅពេលដែលធ្វើការតេស្តធ្វើការសាកល្បងអាចទៅតាមហ្នឹងទៅប៉ុន្តែអានេះដោយសារខ្ញុំប្រើទូរស័ព្ទមួយខ្ញុំតេស្តទូរស័ព្ទមួយខ្ញុំបានឃើញទីតាំងនេះបាទអញ្ចឹងតកតងជាមួយនឹងការងាររបស់យើងគឺធ្វើដល់ត្រឹមហ្នឹងបាទ